បាទជំរាបសួរបងប្អូនថ្ងៃនេះប្រពន្ធខ្ញុំគឺចង់ញ៉ាំបុកល្ហុងជាមួយនឹងទាស្រស់ហើយមានថែមសាច់ប៉ាតេបន្តិចបាទឆ្ងាញ់ជូរហឹរផ្អែមគ្រប់រសជាតិបាទឥឡូវយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនគ្រឿងផ្សំបន្លែយើងមានដូចជាល្ហុងដូចម្ទេសខ្ទឹមបាទពីប៉ោះហើយនឹងត្រប់បាទហើយមានទឹកអំពិលទុំមានទឹកត្រីទឹកក្រូចឆ្មាបាទបង្គាស្ករសាច់ប៉ាតេបាទជាដំបូងយើងដាក់ខ្ទឹមបាទពី3កំពឹសទៅហើយជាមួយនឹងម្ទេសតាមចំណង់ចំណូលចិត្តបាទដាក់ពី3គ្រាប់អញ្ចឹងទៅបាទទៅមកដាក់សណ្តែកគួរពីសណ្តែកគួរមកនេះគឺពីប៉ោះបាទត្រប់តាមចំណង់ចំណូលចិត្តបងប្អូនដាក់ច្រើនដាក់តិចតាមនឹងបន្ទាប់ពីយើងបុកហើយយើងដាក់គ្រឿងបាទឥឡូវយើងដាក់ស្ករត្នោតមួយស្លាបព្រាទៅស្ករត្នោតខ្មែរយើងតើពីស្ករត្នោតមកយើងដាក់នេះខ្ញុំដាក់ទឹកស្ករថែមបាទទឹកស្ករទិញមកស្ករដបសម្រាប់គេបុកហុងហ្នឹងដាក់មួយស្លាបព្រាដែរបន្ទាប់មកខ្ញុំដាក់ទឹកអំពិលទុំ3ស្លាបព្រាតាមដោយទឹកក្រូចឆ្មា2ស្លាបព្រាទឹកត្រីក៏3ស្លាបព្រាដែរបងប្អូនហើយថែមចំណិតក្រូចឆ្មាបន្តិចដាក់ទាំងសំបកបងប្អូនឈ្ងុយព្រោះថាសំបកក្រូចឆ្មាវាមានចេញជាតិឈ្ងុយក្លិនឈ្ងុយបាទប៉ណ្ណឹងបុកក្លុកវាចូលជាតិទៅសូមយើងថែមជាមួយនឹងសាច់បាទសាច់ប៉ាតេបន្តិចហើយនឹងបង្គាដាក់តាមចំនួនយើងចង់ញ៉ាំទៅប្រហែលគ្រាប់ដាក់ទៅបាទអញ្ចឹងបុកវាចូលជាតិសិនទៅសូមយើងដាក់ល្ហុងតាមក្រោយដាក់ល្ហុងមកបាទដាក់មកបុកវាកូរវាទៅចូលជាតិលក់មើលទៅបងប្អូនថាខ្វះអីតែគ្រឿងរបស់ខ្ញុំដាក់ប៉ុណ្ណឹងល្មមបងប្អូនមិនថែមទៀតទេបងប្អូនដាក់ចង់ជូរចង់អីទៅថែមទៅនឹងទៀតទៅតែប៉ុណ្ណឹងរួចរាល់ជាមួយនឹងបុកល្ហុងបង្គាស្រស់សាច់ប៉ាតេបាទធ្វើញ៉ាំមុនឯងបងប្អូនជាថែមទៅឲ្យគ្រឿងឲ្យវាច្រើនទៅមានប៉ាតេផងមានបង្គាផងបាទវាបុកជាមួយទឹកត្រីអត់មានទឹកប្រហុកទេបងប្អូនប៉ុណ្ណឹងអរគុណបងប្អូន